Ok, số sering ni tengah ni Và tập sa chết mấy một can page sharing meaning là bỏ chương đó này tại chẳng hay nên cứ bữa tin hoạt nhưng cứ nhảy MP tha ta ở vậy tới chia subject pronoun chẳng đam bay của mọi cà phê lưu dấu dương chơi từ đó subject pronoun từ ở này tại đam bay ở bang video can tại phía sau đây mình tôi biết được có nhà tỏ không ai cho ngay subscribe có đôi chia like nâng videoនេះបងប្អូនផងដែរប្រសិនបើមានកំហុសខាងក្រោមវីដេអូយើងផងដែរអូខេឥឡូវយើងចូលទៅដល់វីដេអូយើងបន្តទៀតក្នុងចំណុចមេរៀននេះផងដែរគឺយើងមានចំនួន5ចំណុចសម្រាប់អ្នកទាំងអស់គ្នាទី1គឺនិយាយពី definition of subject pronoun ទី2គឺខ្មែរ translation ចំណុចទី3 essay example ចំណុចទី4 grammar explanation ចំណុចទី5 speaking practice for beginnerអូខេអញ្ចឹងយើងចូលទៅដល់ចំណុចទី1យើងទាំងអស់គ្នាអញ្ចឹងនៅក្នុងមេរៀននឹងផងដែរគឺយើងរៀននៅមេរៀនក៏ដូចជាឲ្យអ្នកទាំងអស់គ្នាដែលរៀនភាសាអង់គ្លេសមុនដំបូងឬក៏អ្នកដែលមិនទាន់បានដឹងឲ្យបានពង្រីកនៅចំណេះដឹងបន្ថែមនៅក្នុងភាសាអង់គ្លេសក៏ដូចជា grammar និងការនិយាយផងដែរហើយអញ្ចឹងចំណុចដំបូងគឺយើងចាប់ផ្ដើមរៀនពី vocabulary មុនចឹងពាក្យនេះគឺមានន័យថា subject pronoun គឺជាសព្វនាមប្រធានអញ្ចឹងនិយមនៃសព្វនាមប្រធាននៅខាងមុខទៀតយើងនឹងបញ្យល់អ្នកនរគ្នាអញ្ចឹងចំណុចទី2 sentence មានន័យថាប្រយោគ sentence ទី3 singular ហ្នឹងគឺឯកវចនៈចំណុចទី4គឺ plural គឺពហុវចនៈអញ្ចឹងចំពោះឯកវចនៈនិងពហុវចនៈហ្នឹងពួកយើងនឹងបញ្យល់អ្នកទាំងអស់គ្នានៅក្នុងមេរៀនបន្តផងដែរ Okay, definition of subject pronoun. Okay, subject pronoun are the verbs that replace the subject in the sentence. They tell us who or what is doing the action. ចឹង subject pronoun ហ្នឹងគឺជាពាក្យដែលប្រើជំនួសប្រធាននៅក្នុងប្រយោគវាបង្ហាញថានរណាម្នាក់ដែលកំពុងធ្វើសកម្មភាពអ្វីមួយអញ្ចឹងsubject pronoun យើងអាចនិយាយបានថាគឺជាពាក្យមួយដែលគេប្រើនៅខាងដើមប្រធានដែលវាជំនួសឲ្យតួអង្គណាម្នាក់ដែលបង្ហាញអំពីសកម្មភាពដែលតួអង្គនោះបានធ្វើអញ្ចឹងនឹងគឺជា subject pronoun ក្នុងចំណុចនេះ subject pronoun ខ្មែរ meaning ន័យថា subject pronoun ហ្នឹងនៅក្នុងខ្មែរមានន័យរបស់ខ្មែរមានថាអញ្ចឹង I ហ្នឹងប្រភេទថាខ្ញុំ you អ្នក we ពួកយើង they ពួកគេ he គាត់សំដៅទៅលើបុរស I see ក៏គាត់ដែរចង់ដាក់គាត់ក៏បានចង់ដាក់នាងក៏បានតែ see គឺសំដៅទៅលើមនុស្សស្រីអញ្ចឹងគេសរសេរគុំចោលថានៅស្រីនៅខាងក្រោយហើយចំណុច it នេះផងដែរគឺសំដៅទៅលើវាហ្នឹងគឺគេមនុស្សសត្វវត្ថុនិងរុក្ខជាតិអញ្ចឹងចំពោះមនុស្សសត្វវត្ថុនិងរុក្ខជាតិគឺយើងនិយាយពី it យើងសេដាក់ it នៅខាងដើមនៃប្រធានអូខេចូលទៅដល់បន្តទៀត ene មានន័យថា example with explanation អូខេយើងចូលទៅដល់ចំណុច sentence ទាំងអស់គ្នាពីទី1 I am a student ខ្ញុំគឺជាសិស្សម្នាក់ I am a student ខ្ញុំគឺជាសិស្សម្នាក់ទី2 you are my friend អ្នកគឺជាមិត្តភក្តិរបស់ខ្ញុំ he play football គាត់លេងបាល់ she is my teacher គាត់គឺជាគ្រូរបស់ខ្ញុំ we study English together ពួកយើងរៀនភាសាអង់គ្លេសជាមួយគ្នាពីទី5 they are playing games ពួកគេកំពុងតែលេងហ្គេមពេលអញ្ចឹងគឺជា sentence របស់យើងដែលមាន I you he she we they គឺជាពាក្យដែលនៅខាងដើមនៅក្នុង list ដែលយើងបានរៀននៅក្នុងត្រង់ចំណុចនេះផងដែរហើយអញ្ចឹងឯកសារទី1 fill in the blank choose the correct subject pronoun I you he she it we they អញ្ចឹងនៅក្នុងកន្លែងទាំងអស់នេះគឺអ្នកទាំងអស់គ្នាអាចបំពេញបានហើយនៅក្នុង comment អាចសរសេរចម្លើយនៅក្នុង comment ទាំងអស់គ្នាបានអញ្ចឹងពាក្យទី1យើងប្រើជាមួយអី am គឺប្រើជាមួយនឹង I am a student ចឹងចំណុចទី2គឺ female ចឹង female គឺជាមនុស្សស្រីចឹងយើងចង់បំពេញអីនៅក្នុងហ្នឹងដែលតំណាងឲ្យមនុស្សស្រី sentence ទី3គេនិយាយពី many people មានថាមនុស្សចិត្តពីរអ្នកឡើងទៅ okay sentence បន្ទាប់ talking to your friend និង sentence បន្ទាប់ទៀតអ្នកនរគ្នាអាចបំពេញចម្លើយនៅក្នុង
exercise នឹងបានហើយប្រសិនបើអ្នកទាំងអស់គ្នាមិនយល់ត្រង់ណាអ្នកទាំងអស់គ្នាអាច comment នៅក្នុង YouTube ក៏ដូចជា TikTok មកផងដែរអូខេអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូពីដើមដល់ចប់ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់មេរៀននៅចំណុចនេះច្បាស់ហើយខ្ញុំក៏មិនចែកម្លែកនៅចំណេះដឹងតិចតួចដែលខ្ញុំបានរៀនទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូនេះអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ